លើរដូវបញ្ជុំចាប់ដូនតាយំទុំដើមសង្ការបញ្ជុំឆ្នាំនឹងប្រលឹងមានស្នេហ៍ទៅវត្តណាដែរបងសុំទៅផងមិនមួយវត្តមនីមិនពីរវត្តថ្មីដល់មិនទី3ស្រីទៅជ្រោយដងមិន4វត្តសុំ5ព្រែកបងក6នួនល្អភូមិនេះគ្នាមកពួកកាក់មកក្រៅមកពីម៉ោង2មករៀបចំចង្ហាន់លោកហើយលាយអង្គដើម្បីវិចសមយកទៅជូនព្រះកងទ័ពនៅជួរមុខយ៉ាងនេះកាក់នោះ5ពឿនសូមហើយគេអាចលើស្លាប់បិចទាំងសមសតអីលោកក៏មានហើយនឹងមួយឆ្នាំបាន7វត្តដូនតាប្រាកដលោកក៏ទួលផលរួចហើយឲ្យបរៀងរាល់សូមកូនចៅស្គាល់សុខសាន្តរុងរឿងហានលោកនឹងអ្នកវិញសមហើយនឹងបាសកបាសកាទាំងអស់និយាយសរុបបាសកបាសកាទាំងអស់ហើយចង្ហាន់ថ្ងៃត្រង់ឬក៏ព្រឹកនេះបបរត្រីទេចង្ហាន់ថ្ងៃត្រង់ខ្ញុំស្លមកជូរហើយនឹងត្រីដុតនៅត្រីដុតនេះទឹកត្រីកោះកុងហើយខ្ញុំដុតជា2ក្តាប់ជាលក់រដូវបញ្ជុំចាប់ដូនតាយំទុំដើមសង្ការបញ្ជុំឆ្នាំអូនឯងបបសាមគ្គីបឲ្យភ្ញៀវដែលមកទស្សនាបងប្អូនយើងវិញសូមយកទៅឲ្យបងវរៈកងទ័ពជួរមុខយើងណាបើចូលរួមមកភាសាទាំងអស់គ្នាបបសាមគ្គីបាន4វត្តសុំ5ព្រែកបងក6នួនល្អទៅព្រែកក្របើបន្ទី7ទីណាកលយានដូនតាចែកឋានតារកកូនចៅបន្ទី7ទៅគៀនស្វាយក្រៅជួបជុំញាតភៅអត់ទៀងកូនសើហើយនឹងមួយឆ្នាំបាន7វត្តដូនតាប្រាកដលោកក៏ទួលផលរួចហើយឲ្យបរៀងរាល់សូមកូនចៅស្គាល់សុខសាន្តរុងរឿងហូកាត់ផ្លូវរដូវបញ្ជុំចាប់ដូនតាយំទុំដើមសង្ការបញ្ជុំឆ្នាំនឹងប្រលឹងមានស្នេហ៍ទៅវត្តណាដែរបងសុំទៅផងមិនមួយវត្តមនីមិនពីរវត្តថ្មីដល់មិនទី3ស្រីទៅជ្រោយដងមិន4វត្តសុំ5ព្រែកបងក6នួនល្អទៅព្រែកក្របើបន្ទី7ទីណាកលយានដូនតាចែកឋានតារកកូនចៅបន្ទី7ទៅគៀនស្វាយក្រៅជួបជុំញាតភៅអត់ទៀងកូនសើហើយនឹងមួយឆ្នាំបាន7វត្តដូនតាប្រាកដលោកក៏ទួលផលរួចហើយឲ្យបរៀងរាល់សូមកូនចៅស្គាល់សុខសាន្តរុងរឿងចិត្តខាងផ្សេងៗបានមកចូលរួមវិញផ្សំជូនបងកងទ័ព
ជាប់មានចំនួន5ច្រើនផងមានអ្នកភូមិច្រើនទាំងអ្នកភូមិម្លែងកោភូមិស្ទឹងកោត្រាយក្បែងនិងភូមិផ្សេងៗជាច្រើនទៀត បន្ទី7ទីណាកលយានដូនតាចែកឋានតារកកូនចៅបន្ទី7ទៅគៀនស្វាយក្រៅជួបជុំញាតភៅអត់ទៀងកូនសង ហើយណាំងមួយឆ្នាំបាន7វ័នដូនតាប្រាកដលោកក៏ទួកាត់ បងខ្ញុំជម្រាបសួរដល់ពុកម៉ែបងប្អូនខ្ញុំបាទដាវីតថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីបញ្ញាធម្មមានអារម្មណ៍ថាសប្បាយរីករាយមែនទែនដោយសារតែកម្មវិធីមួយនេះគឺរៀបចំដើម្បីជូនដល់បងកងទ័ពវិរៈកងទ័ពដែលពួកគាត់បានលះបង់សាច់ស្រស់និងសាច់ឈាមពួកគាត់ដើម្បីការពារបូរណទឹកដីហើយខ្ញុំសប្បាយចិត្តមែនទែនដែលឃើញប្រជាពលរដ្ឋនិងអំប្រុសអំស្រីក៏បានចូលរួមក្នុងកម្មវិធីបញ្ញាធម្មនេះ សម្រាប់កម្មវិធីហ្នឹងគឺនៅក្នុងភូមិហ្នឹងគឺខ្ញុំធ្លាប់ចូលរួមវិញអន្សំងអន្សំហើយខ្ញុំមានកម្មវិធីផ្សេងៗទៀតដែលខ្ញុំបានចូលរួមជុំពួកគាត់សម្រាប់ខ្ញុំដែលខ្ញុំបានមកចូលរួមក្នុងកម្មវិធីវិញអន្សំហ្នឹងដោយសារតែទី1បានចូលរួមចំណែកមួយលើកកម្លាំងលើកទឹកចិត្តដល់បងវិរៈកងទ័ពដែលពួកគាត់បានឈរជើងនៅតាមព្រំដែនហើយទី2ដើម្បីមានការរួបរวมសាមគ្គីគ្នា នៅក្នុងពេលដែលយើងជួបទុក្ខលំបាកហើយទី3នេះជាក្តីស្រឡាញ់មួយរបស់ប្រជាជនហើយក៏ដូចខ្ញុំបាទមួយរូបដែរមានសេចក្តីស្រឡាញ់មានចំពោះបងវិរៈកងទ័ពសម្រាប់ខ្ញុំសម្រាប់បងវិរៈកងទ័ពគឺពួកគាត់មានតួនាទីក្នុងការការពារបូរណទឹកដីលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីរបស់យើងហើយការពារសុខភាពជូនដល់ប្រទេស ការពារប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពនៅក្នុងប្រទេសហើយសង្ឃឹមថាបងនឹងមានសុវត្ថិភាពនៅក្នុងតាមព្រំដែនរបស់បងគួរជួបប្រទេសសម្រាប់ខ្ញុំនឹងបញ្ញាចិត្តថានឹងខិតខំរៀនសូត្រដើម្បីយកចំណេះដឹងហ្នឹងចូលរួមមួយចំណែកនៅក្នុងប្រទេសជាតិហើយនឹងជាស្មារតីមួយដើម្បីរួបរวมសាមគ្គីគ្នានៅក្នុងប្រទេសជាតិមានការរឹងមាំនិងមាន គោលដៅធម្មបំផុតគឺខ្ញុំចង់ចូលរួមចំណែកមួយនៅក្នុងការបម្រើជាតិព្រោះដោយសារតែនេះជាទឹកចិត្តរបស់ខ្ញុំឃើញពេលដែលមានជួបទុក្ខលំបាកនីមួយៗខ្ញុំតែងឃើញមានការសាមគ្គីគ្នាហើយខ្ញុំថាពុកម៉ែបងប្អូនក៏អាចសាមគ្គីគ្នាមានក្តីស្រឡាញ់ចំពោះបងវិរៈកងទ័ពព្រោះពួកគាត់បានលះបង់គ្រប់បែបយ៉ាងលះបង់ទាំងគ្រួសារលះបង់ទាំងខ្លួនឯងដើម្បីការពារបូរណទឹកដី អារម្មណ៍របស់ខ្ញុំពេលដែលឃើញហាភាគីផ្សេងគាត់បានមករំលោភសិទ្ធិរបស់ប្រទេសរបស់យើងខ្ញុំក៏ស្ម័គ្រចិត្តទៅខ្លួនឯងនឹងថ្ងៃអនាគតទៅបើសិនជាមានពេលវេលាគឺខ្ញុំនឹងអាចចូលរួមចំណែកមួយដើម្បីការពារបូរណទឹកដីនេះផងដែរជាចុងក្រោយខ្ញុំសូមជូនពរបងវិរៈកងទ័ពទាំងអស់ដែលកំពុងតែឈរជើងនៅតាមក្បត់ព្រំដែនជូនពរបងមាន សុវត្ថិភាពហើយនឹងមានស្មារតីរឹងមាំដើម្បីការពារបូរណទឹកដីហើយសង្ឃឹមថាបងនឹងមានថ្ងៃមួយដ៏ល្អដើម្បីមកជួបជុំគ្រួសារយើងវិញដោយសារតែបងជាវិរៈកងទ័ពការពារបូរណទឹកដីហើយលះបង់ទាំងសាច់ឈាមរបស់ខ្លួនដើម្បីការពារប្រទេសជាតិនិងការពារបងប្រជាជនទាំងអស់ហើយសង្ឃឹមថាបងនៅសុវត្ថិភាពនៅកំពុងតែមានចំនួននៅតាមព្រំដែនជូនពរបង ទទួលជោគជ័យនៅសមរភូមិ មិនមួយវត្តមនីមិនពីរវត្តថ្មីដល់មិនទី3ស្រីទៅជ្រោយដង ជាលើកទី1សម្រាប់នាងខ្ញុំដែលមកចូលរួមកម្មវិធីវិញក្នុងចំនួន 5 ពាន់នំសម្រាប់ជូនដល់វិរៈកងទ័ពកម្ពុជារបស់យើងមានអារម្មណ៍ថាសប្បាយរីករាយហើយក៏ត្រេកអរមែនទែនដែលបានមកចូលរួមនឹងដោយសារតែវាជាកម្លាំងមួយក្នុងការជួយជំរុញដល់ពួកគាត់ដែលនៅជួរមុខទោះពួកយើងមិនបានទៅចូលរួមជាមួយពួកគាត់ប៉ុន្តែពួកយើងជាកម្លាំងជួរក្រោយសម្រាប់ជួយលើកទឹកចិត្តពួកគាត់នៅខាងក្រៅនេះខ្ញុំគិតថាសកម្មភាពនេះយុវជនត្រូវតែ
ចូលរួមឲ្យបានច្រើនមិនថាជាយុវជនមិនថាជាប្រជាជនជាព្រះសង្ឃឬក៏ជាសាសនាទាំងអស់ក៏ត្រូវតែមកចូលរួមឲ្យបានទាំងអស់គ្នាព្រោះនេះគឺជាកម្លាំងដ៏ធំមួយសម្រាប់ជួយជំរុញពួកគាត់ដូចគ្នាហើយមួយវិញទៀតទោះបីជាពួកយើងនៅកន្លែងផ្សេងគ្នាអីក៏ដោយក៏ការរួបរวมសាមគ្គីគ្នាជាកម្លាំងដ៏ធំមួយផងដែរយើងដឹងហើយថាកងទ័ពរបស់យើងមិនត្រឹមតែមានតួនាទីការពារប្រទេសជាតិរបស់ទេប៉ុន្តែគាត់ក៏ហ៊ានលះបង់ពេលវេលាខ្លួនរបស់គាត់ហ៊ានលះបង់ពេលវេលាចំណាយជាមួយគ្រួសារហើយមួយវិញទៀតដល់សំខាន់បំផុតគឺគាត់ហ៊ានលះបង់ពលីជីវិតរបស់គាត់សម្រាប់ជូនជាតិផងដែរវាបើនិយាយតាមត្រង់ទៅវាគឺជាអាចនិយាយថាវាជាសារៈសំខាន់ដ៏ធំមួយដែរសម្រាប់ពួកគាត់ព្រោះពួកគាត់ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេសជាតិដូច្នេះខ្ញុំក៏សូមសំណូមពរដល់បងប្អូនទាំងអស់គ្នាក៏ដូចជាសិស្សានុសិស្សទាំងអស់ហើយខិតខំសាមគ្គីគ្នាក៏ដូចជាដូចនៅខាងក្រៅនេះខ្ញុំនេះក៏បងប្អូនឃើញដែរថាពួកយើងបានវិច្ចនំចំនួន5,000នំជូនទៅដល់វិរិយកងទ័ពជួរមុខរបស់យើងដូច្នេះការរួបរวมសាមគ្គីគ្នាជាកម្លាំងដ៏ធ្លុងមួយក៏វាផ្ដល់ជាកម្លាំងទឹកចិត្តជួយទៅដល់កងទ័ពរបស់យើងដែរជាចុងក្រោយនេះខ្ញុំក៏សូមជូនពរទៅដល់វិរិយកងទ័ពកម្ពុជារបស់យើងឲ្យមានសុខភាពល្អមានសុវត្ថិភាពនិងសូមបថុថាសិទ្ធជួយគ្រប់គ្រងពួកគាត់ឲ្យរួចផុតពីគ្រោះភ័យទាំងឡាយផងដែរមានអារម្មណ៍ថាកំភើបបាយចង់មកជួយទៅបីគ្រឿងល្ងាមិនក្រៅបានកបោហូបលេខឆ្នាំកមកអានេះស្វាងគ្រឿងកមកកូនចៅបងប្អូនទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនទៅថកស័ក្តិសិទ្ធិម្ចាស់ទឹកម្ចាស់ដីនំទេវធាឲ្យទាំងអស់ជួយថែរក្សាបងទៀតជួមុខជួក្រោយឲ្យជួបតែសេចក្តីសុខឲ្យជាមួយវត្តមនីបន្ទីវត្តថ្មីដល់បន្ទី3ស្រីទៅជ្រោយដង